Hello,សួស្តីអ្នកគ្នាខ្ញុំបាទទីដានស៊ីចឹងថ្ងៃនេះខ្ញុំនឹងលើយកសាររឿងថ្មីមួយផ្សេងទៀតយកមកចែកជូនអ្នកគ្នាដែលចំណងជើងនៃសាររឿងមួយហ្នឹងគឺមានឈ្មោះថា Kill Blue ដែលនិយាយអំពីឃាតករវ័យចំណាស់ម្នាក់បានប្រែក្លាយខ្លួនទៅជាក្មេងម្ដងទៀតចឹងបើចង់ដឹងថាដំណើរជីវិតរបស់គាត់នៅក្នុងនាមជាឃាតករវ័យក្មេងហ្នឹងថាតើត្រូវឆ្លងកាត់ក៏ដូចជាជួបប្រទះជាមួយនឹងរឿងរ៉ាវអីខ្លះហ្នឹងមានតែយើងត្រូវទៅតាមដានទស្សនានៃសាររឿងមួយនេះទាំងអស់គ្នាសាច់រឿងបានផ្ដើមឡើងឲ្យយើងឃើញនៅបារោះចំណាំម្នាក់ដែលគាត់ក៏បានមកដល់ទីតាំងមួយដែលត្រូវបានកំណត់នៅពេលមកដល់ភ្លាមគាត់ក៏បានធ្វើតាមដំណាក់កាលដែលបាន scan card និងដើរចូលទៅខាងក្នុងនៅពេលចូលទៅដល់ខាងក្នុងក៏បានជួបជាមួយនឹងមនុស្សមួយក្រុមធ្វើទៅកាន់ពួកគេហាក់បីដូចជាក្រុមបងធំប្រចាំតំបន់មួយនឹងអញ្ចឹងឃើញចឹងដែរពួកគេក៏បានសួរទៅកាន់តាចំណាំម្នាក់នោះថាតើលោកមកទីនេះមានការអីហើយបានជាចូលតំបន់របស់ពួកគេដែលគ្មានការអនុញ្ញាតអញ្ចឹងនិយាយបណ្ដាក៏ធ្វើទឹកមុខហាក់បីដូចជាស្អប់ខ្ពើមទៅកាន់គាត់ខ្លាំងមែនតើថែមទាំងបានយកកំភ្លើងភ្ជុំគាត់ថែមទៀតផងឃើញចឹងលោកអ៊ំផាន់យើងក៏អត់មានបានតមាត់អីដែរគឺអត់ខ្វល់នោះទេក៏បានដកយកនៅបរិយារបស់ខ្លួនម្ដងមកជួយធ្វើអំភើយហាក់បីដូចជាអត់ខ្វល់អំពីសម្ដីរបស់ពួកវាសំបីតែបន្តិចហើយភ្លាមៗទាំងដែរគាត់គឺបានកញ្ឆក់កំភ្លើងពីដៃរបស់វាលឿនខ្លាំងមែនទែនស្ទើរតែធ្វើឲ្យពួកវារត់គេចស្ទើរមិនទាន់ខណៈពេលកំពុងតែសង្ងំលាក់ខ្លួនចេញពីគិតកោចំណាស់ផាន់យើងហ្នឹងក៏ស្រាប់តែគេគឺបានទៅដល់ពីក្រោយខ្នងរបស់វាបាត់ទៅហើយនេះបើទោះបីជាពួកវាខំលាក់ពួននិងរត់កាត់ចេញពីគាត់បែបណាក៏ដោយនៅចុងក្រោយគាត់ក៏នៅតែអាចតាមទាន់ពួកគេនិងសម្រាប់ពួកគេបានយ៉ាងងាយស្រួលមើលតែការបាញ់កំភ្លើងផាន់គាត់ទៅនិយាយទៅគឺថាបាញ់អត់មានងាកក្រោយនោះទេហើយទឹកមុខវិញគឺប៉ុតជាគួរឲ្យខ្លាចខ្លាំងមែនទែនបន្ទាប់ពីបានចាត់ការទៅកាន់ពួកក្មេងៗទាំងអស់នឹងហើយហ្នឹងគេក៏បានបន្តតាមទៅកាន់មេខ្លោងរបស់វាដែលគោលដៅរបស់គេហ្នឹងគឺជាកាបូបមួយដែលនៅក្នុងដៃរបស់វានឹងឯងក៏ប៉ុន្តែមើលទៅកាន់វាហាក់បីដូចជាបារម្ភទៅកាន់កាបូបមួយនឹងខ្លាំងមែនតើបើទោះបីជាបានដឹងថាវាអាចនឹងស្លាប់ដោយសារតែកាបូបមួយនឹងក៏ដោយក៏វាអត់សុខចិត្តបោះកាបូបមួយនឹងចោលដែរចឹងឯងសពបញ្ជាក់យើងបានដឹងឯងថានៅក្នុងកាបូបមួយហ្នឹងប្រកាសជាមានអ្វីសំខាន់ជាមិនខានខណៈពេលកំពុងតែរត់គេចហ្នឹងក៏ស្រាប់តែគិតកោចំណាស់របស់យើងក៏បានស្ទាក់ពីមុខរបស់គេទំបានម៉ាត់គេមួយដៃយ៉ាងខ្លាំងប៉ាងទៅបុកនឹងជញ្ជាំងខ្លាំងមែនតើនិយាយទៅគឺថាមួយដៃនេះបើមិនស្លាប់ក៏ពិការដែររួចពីនោះមកភារកិច្ចរបស់គាត់ក៏បានជោគជ័យហើយចឹងហើយគាត់ក៏បានយកកាបូបមួយនេះទៅឲ្យជំនួយការរបស់គាត់ម្នាក់ដើម្បីឲ្យគេដោះស្រាយនៅលេខកូដដែលបានជាប់នៅក្នុងកាបូបមួយនេះក៏ព្រឹត្តតែគាត់ក៏ចង់ដឹងដែរថានៅក្នុងកាបូបមួយហ្នឹងវាមានអីហេតុអីបានជាក្រុមបងធំទាំងអស់នោះឲ្យតម្លៃទៅកាន់វាម្ល៉េះនៅពេលដែលបានបើកសោបានសម្រេចហ្នឹងគេក៏បានឃើញថាដូចជាមាននៅសម្បុកសត្វអ្វីម្យ៉ាងដែលត្រូវបានលាក់ទុកនៅក្នុងដបមួយនេះក៏ប៉ុន្តែមើលទៅកាន់វាហាក់បីដូចជាមិនមែនសម្បុកសត្វដែលកើតឡើងពីធម្មជាតិទេដូចជាបច្ចេកវិទ្យាអ្វីម្យ៉ាងដែលត្រូវបានបង្កើតឡើងតែខ្ជិលខ្វល់ច្រើនក៏ព្រោះតែឥឡូវហ្នឹងភារកិច្ចរបស់គាត់គឺបានសម្រេចហើយចឹងហើយក៏បាននាំគ្នាមកញ៉ាំអីនៅហាងមួយកន្លែងដែលជាហាងប្រចាំផងគាត់ហើយគណៈពេលញ៉ាំអីនឹងដែរគេក៏បានប្រាប់ឈ្មោះតួអង្គរបស់យើងឲ្យយើងបានស្គាល់ដូចគ្នាតែតួឯកប្រុសរបស់យើងគឺមានឈ្មោះថាជូសូនិងជំនួយការរបស់គាត់ម្នាក់ទៀតគឺមានឈ្មោះថាកាតាស៊ូដែលជាមួយនឹងគ្នានេះជាងក៏បានដឹងដូចគ្នាថាជូសូគេគឺហាក់បីដូចជាអត់សូវត្រូវធៀបជាមួយនឹងក្មេងៗនោះទេនេះដូចជាពេលមួយដែលគាត់ទៅធ្វើការជាធម្មតាអញ្ចឹងនៅពេលដែលបានដើរប៉ះជាមួយនឹងក្មេងៗហ្នឹងគឺថាក្មេងៗគាត់ឃើញមុខគាត់ហើយគឺថាភ័យស្លន់អាចរត់គ្មានងាកក្រោយនោះទេក៏ព្រោះតែមុខផងគាត់ហ្នឹងគឺវាកាយខ្លាំងពេកដល់ទៅពេលអញ្ចឹងទៅគាត់ក៏ឆ្ងល់ខ្លួនឯងដែរថាមិនតបានធ្វើស្អីវាផងវាខ្លាចឯងដល់ថ្នាក់ហ្នឹងហើយអត់យល់បដ ாய் រួចពីនោះមកជាងក៏បានដឹងដូចគ្នាថាតាមពិតទៅគាត់ក៏មានប្រពន្ធហើយនឹងកូនដូចគ្នាមានគ្រួសារមួយដ៏កក់ក្ដៅក៏ប៉ុន្តែគាត់គឺមិនអាចរស់នៅជាមួយនឹងប្រពន្ធកូនរបស់គាត់បាននោះទេប្រហែលជាវាគឺពាក់ព័ន្ធជាមួយនឹងរឿងដែលគាត់ធ្វើជាឃាតករហើយទៅបានជាមិនអាចនៅជាមួយនឹងគ្នាបានក៏ព្រោះតែនេះគឺជារឿងដែលល្អបំផុតកំពុងតែគិតអំពីអតីតកាលដែលបានរស់នៅជាមួយនឹងគ្រួសាររបស់ខ្លួនយ៉ាងមានក្តីសុខហ្នឹងក៏ស្រាប់តែភ្លាមៗហ្នឹងខ្មុំមួយដែលគាត់បានយកមកតាមខ្លួនមុននេះក៏បានហោះមកតិចចំកញ្ចឹងករបស់គាត់ដែលបានធ្វើឲ្យគាត់ឈឺចាប់ខ្លាំងមែនទែននេះមិនដឹងថាវារត់ចេញពីដបមួយនោះតាំងពីអង្កាលមកទេមកតនិចនេះដែរក៏បានធ្វើឲ្យខ្លួនរបស់គាត់ចាប់ផ្ដើមស្ពឹកបន្តិចម្ដងគ្រប់គ្រងលេងចង់ការ៉ៃដោយសារតែវាគឺបានបញ្ជូននូវសារធាតុអ្វីម្យ៉ាងចូលទៅក្នុងខ្លួនរបស់គាត់ភ្លាមបេះដូងរបស់គាត់ក៏ចាប់ផ្ដើមលោតយ៉ាងលឿនដល់ដង្ហើមមិនចង់ដល់គ្នាមិនយូរប៉ុន្មានក៏បាននួរទៅនឹងដីរួចក៏បានសន្លប់បាត់ទៅបន្តិចក្រោយមកគាត់ក៏បានដឹងខ្លួនពីសន្លប់មកវិញទៅពេលបើកភ្នែកមកវិញភ្លាមហ្នឹងគាត់ក៏បានដឹងថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងបន្ទប់មួយជាមួយនឹងគ្នានោះក៏បានឃើញវត្តមានរបស់អតីតប្រពន្ធរបស់គាត់ដែលកំពុងតែស្ថិតនៅទីនេះដូចគ្នាមិនចាំយូរនាងក៏បានសួរទៅកាន់គេថាតើឥឡូវហ្នឹងមកយាយនៅចាំអត្តសញ្ញាណរបស់ខ្លួនឯងអត់ថាខ្លួនឯងហ្នឹងគឺជានរណាលឺចឹងគាត់ក៏បានឆ្លើយតបទៅវិញថាចាំតាមានអីត្រូវភ្លេចទៅគាត់គឺមានឈ្មោះថាជូសូការងាររបស់គាត់គឺជាគិតកោនៅក្នុងស្ថាប័នមួយ
หรือจังได้เนื่องกับบางปรับแต่การเกย์ถ้าเลยนั่งลูกคือบางปลายคลายแต่จิกไม่ใหญ่ดาซาแต่สารที่เราไว้ยันได้เตระบางบรรจุแต่ขนมกลัวระบอกอดตามระยะสัตว์ออกมาหรือมัวก็สัตว์ขมแต่บานจังแต่การก่อนนั่งไงนี่ยัยมันตอนจับพนึงก็สลับแต่กอดคือพยาบาลคลั่งเหมือนเดิมก็รู้แต่บานคือรู้เรียนการระบอกล้วนแต่ขนมกันเจาะนั่งคือถ้ามันจะก่อนนั่งเตะวิกฤตจิกไม่พร้อมมันเนี้ยดามีอายุเตะคลั่งเหมือนเดิมเติมแต่ดับชนะเชียงปนนอกคณะไปกำปงแต่พยาบาลจมูกในครัวในนึงก็สลับแต่เพลียมนึงก็แต่ตัวบานการหายโจรมวยปีไม่ระบาดคล้วนได้ก็กับบานนั่งโดยขี้เนี่ยถ้าโจโซเหล่านี้คือบานปลายคลายแต่จิกไม่ใหญ่จังไงไปเติมมาแต่มาดองได้ก็คือเมียนการเงยมวยเอาเกทเวอร์ได้จังไอเกนึงปลอมคล้วนทเวอร์เจสลาโจแต่การสลาเรียนมวยกันไล่ใหญ่เต้มูลาจำบองได้ก็จังไอเกโจแต่การสลาเรียนมวยนั่งคือดำใบกาเปียกอนสไลระบาดก้อนนั่งไอจังไงมาตัวใบชื่อมันจังก็ไตรแต่เฟอร์ได้ก็โปรแต่วิบานลอยจราไหนนั่งใหญ่เต้คือเกมมันในสลายลอยโดยเด็กคลานั่งอีเด็กคลายย่อมก่อนจังได้แต่มีลอยใจจันเชิญนางมันสบายใจถนัดนิกชิวอ่ะบายมั้งใหญ่เลยใหญ่นั่งไงปะตอแต่การเสียงมันยังปะตอเทียดrồi bị nung máu cả đó thứ ngày đại kê trời đẹp trong luôn nằm bởi tơ sả trên lưng tí môi vậy tới chào chụp vợ phần kê ní kia đại cho riêng nuôi tê nông niệm chỉ kê có cứ thông thoát máu đại ca căn cầm phơn bánh bo ấy chẳng đời chẳng ai đi cái chỉ lưng tí môi hơi coi chụp ngày đầm bóng này đại kê trên chân châu sả riêng mời tại căn sập hiu hoàn kê cứ phay salon ăn khang mình đen khọp tại căn cầm phơn sầm lấp mình nơi thơ mình đắng tai bay chỉ mà châu riêng mấy nay nom luôn trong trăng mọt vào nừng vậy tới bị bợ đòi tập về chăng mà run thế nào bỏ kê cứ tha sao chụp bó mới nghe tại căn kê khang mình đen thà cả ôn đi vậy tới đôi mình té chạy mình té còn nai nom luônนั่งធ្វើដោយគេចាប់ចម្រិតឲ្យស្រាត់ខោអញ្ចឹងសំខាន់គណៈពេលណែនាំខ្លួនដល់ចំណុចមួយដែលត្រូវប្រាប់អំពីជំនាញផងគេហ្នឹងគេច្រឡំប្រាប់ថាខ្លួនឯងហ្នឹងបើកែបាញ់កំភ្លើងឲ្យណាដែលធ្វើឲ្យសិស្សមកថ្នាក់ហ្នឹងគឺថាភ័យខ្លាំងមែនតើនិយាយទៅម្នាក់ឡើងស្រឡាំងការគ្រប់គ្នាឆ្ងល់ថាចុយអានេះមករៀនក៏មកធ្វើសង្គ្រាមនៅសង្សមកនិយាយរឿងបាញ់កំភ្លើងឲ្យណាចោះចប់គុកហ្នឹងដល់ទៅពេលអញ្ចឹងបញ្ញាប់យកឡាភ្លាមដែលថាកំភ្លើងខ្លាំងអាកំភ្លើងបាញ់គ្នាលេហ្នឹងគឺថាគេស្ទាត់ជំនាញខ្លាំងមែនតើដល់ពេលលឺអញ្ចឹងទៅសិស្សគ្រប់គ្នាក៏ស្ងាត់មាត់វិញទៅrồiពីនោះមកក៏ដល់ពេលសម្រាប់តួឯប្រុសរបស់យើងក៏បានយកនៅសម្ភារៈរបស់ខ្លួនទៅដាក់នៅក្នុងទូលខរបស់សាលាគណៈពេលកំពុងតែរៀបចំអីវ៉ាន់ហ្នឹងក៏ស្រាប់តែមានសិស្សស្រីពីរនាក់ក៏បានដើរមកបុកគាត់យកតែម្ដងនិយាយទៅគឺថាចង់ដើរមកបុកហ្មងហើយបោះពាក្យថាសុំទោសគឺគេអត់មានចេតនានោះទេតែទង្វើវិញនិយាយពីថាដើរមកបុកឲ្យសុទ្ធណាស់ហើយខ្ជិលខ្វល់ណាស់ក្មេងៗអញ្ចឹងចឹងហើយត្រឡប់មកតែញ៉ាំអីឆ្ងាញ់វិញដែលជំនួយការផាន់កេគឺបានរៀបចំទុករួចជាស្រេចនិយាយទៅគឺថាមកអែមហ្មងជំនួយការផាន់កេនេះនិយាយពីថា support ទាំងការងារផ្ទះ support ទាំងការបាញ់បោះសំបីតែការតែគេទៅរៀនហ្នឹងក៏ជំនួយការផាន់កេ support ដែរនិយាយទៅគឺដបេះតែម្ដងបានជំនួយការមួយនេះហើយសឹងថាមិនបាច់យកប្រពន្ធទេសារឿងក៏បានកាន់មួយថ្ងៃបន្ទាប់នៅពេលដែលគេមករៀនជាធម្មតាហ្នឹងគេក៏ចាប់អារម្មណ៍នឹកឃើញអំពីអតីតកាលរបស់ខ្លួនមើលទៅដូចជាវាជូរចត់ខ្លាំងមែនតើបើប្រៀបធៀបជាមួយនឹងក្មេងៗដែលកំពុងតែរៀនសូត្រនៅទីនេះចឹងហើយគណៈពេលកំពុងតែស្ដាប់គ្រូបដាហ្នឹងគាត់ក៏មានអារម្មណ៍ថាគាត់ហាក់បីដូចជាចូលចិត្តការសិក្សាខ្លាំងមែនតើដាក់ចូលមកអត់មានដូចអ្នកខ្លះកំពុងមើលទេស៊ូមហ្នឹងទៅរៀនហងៃអត់មានកត់មេរៀនទេចាញ់តួឲ្យផងយើងទៀតរៀនថ្ងៃទី1កត់យកតែម្ដងនិយាយពីថាចេះខ្ទេចខ្ទីគ្មានសល់ទេនេះមិនហ៊ានលេងសើចណាដល់ថ្នាក់មកដល់ផ្ទះហើយហ្នឹងហ៊ានដាច់យប់ទៀតអ្នកខ្លះវិញមិនស្រួលស្មើនឹងអីនេះកំពុងចុចទូរស័ព្ទមើល TikTok ឡាយទេតែកុំឲ្យថាខ្ញុំឌីលអ្នកមើលខ្លាំងពេកលើកតែជើងតួឲ្យផងយើងចាក់ស្ដែងទៅគឺថាតួឲ្យផងយើងខំរៀនខ្លាំងហ្នឹងក៏ដោយសារតែការងារផ្ទះគ្រូដាក់ឲ្យនឹងច្រើនពេកមិនគ្នាវក់រៀនដល់ថ្នាក់រៀនដាច់យប់នោះទេចាក់ស្ដែងទៅអាការងារផ្ទះគ្រូដាក់ឲ្យហ្នឹងដល់ថ្នាក់ធ្វើដាច់យប់ហើយវាធ្វើអត់ហើយទៀតនេះនិយាយទៅណាគេដូចខ្ញុំខ្លះគ្រូខ្ញុំឯហ្នឹងគឺថាដាក់ការងារមកដាក់សម្លាប់យកមកនិយាយអីចេះខរួចពីនឹងមកថ្ងៃស្អែកក៏បានចូលមកដល់មើលតែកាន់ទឹកមកផាសាការ៉ាគឺថាធុញថប់ខ្លាំងមែនតើនេះបើទោះបីជាគេចូលចិត្តរៀនមែនក៏ប៉ុន្តែអាណាចូលចិត្តធ្វើការងារផ្ទះត្រូវអត់ម៉ែការងារផ្ទះដាក់មកដាក់សម្លាប់ចឹងអីអាណាចង់រៀនទៀតអើយលេងចង់រៀនចង់អីចង់រត់ចេញក្រៅសាលាបាត់ទេនេះក្តាប់ពេលកំពុងធុញថប់ជាមួយនឹងការសិក្សាផងហ្នឹងក៏ស្រាប់តែភ្លាមហ្នឹងក៏លេចឡើងនៅបរោះជីសេសពាក់នៅរបាំងមុខ Panda ចេញមកតែម្ដងនិយាយថាអាក្អូនហ្នឹងចេញមករៀងខុសគេបន្តិចហើយនិយាយថាអត់មានពាក់អាវពាក់អីទេប្រហែល10ដុល្លារម្នាក់ឯងច្រើនពេកហើយមើលទៅមានតែលីអូក្រហមជាប់គូតមួយហ្នឹងដើរវាយគេវាយឯងផងពេញសាលាហ្នឹងធ្វើឲ្យញ៉ៃខ្លាំងមែនតើហើយនៅពេលដែលបានឃើញស្រីស្អាត2នាក់ផងយើងមុនហ្នឹងគឺថាស្ទុះមករលឿនខ្លាំងមែនតើនិយាយខ្លីទៅគឺថារោគចិត្តយកហ្មងដល់ទៅពេលអញ្ចឹងចូលសូផាន់យើងគឺទ្រាំអត់បានទេឃើញស្រីស្អាតប្រឈមមកមួយគ្រោះថ្នាក់ឃើញអាប៉ែរោគចិត្តនឹងចង់ធ្វើអីចឹងអីទ្រាំមិនបានទៅអត់មានណែចាប់បានរបស់មួយគប់ទៅផាំងទេកំភ្លើងផងខ្លួនឯងហ្នឹងបាញ់យកបកើតផ្សែងពេញនឹងតែម្ដងហើយមានអីចុងក្រោយយាមកដៃដាក់ផ្លាច់
បែកអួតបានសម្រេចក៏ប៉ុន្តែភ្លាមហ្នឹងនៅអត់ទាន់អីទៀតណានៅឆ្លៀតងើបឡើងវិញទៀតកាន់ខោបែកមួយរកបន្ទូងាប់ទាំងពីរនាក់ទៀតនិយាយទៅអាប៉ែនេះរោគចិត្តមិនស្ទើរទេឃើញចឹងចូលសូផាន់យេក៏តបទៅវិញអញមានភ្លើណាភ្លាមហ្នឹងយាមកជើងទៀតទាត់ចំពកដផាន់វាដែលធ្វើឲ្យវានឹងឈឺចុកចាប់ខ្លាំងមែនតើហើយឃើញអាកាល្អមិនចាំយូរក៏បានកញ្ឆក់នៅក្របបាយផាន់វាហ្នឹងគប់ឡើងទៅខាងលើទីក៏ភ្លើងផាន់គាត់បាញ់មកក្របផាំងផ្ទុះនៅលើមេឃនឹងបាត់ទៅនិយាយទៅគឺថាជំនាញយកហ្មងអាទឹកដៃហ្នឹងណានេះក៏មកចេះតែហ៊ានលើខយប៉ះណាមិនប៉ះបើប៉ះតួឯផងផាន់យើងលេងអាណាណៃម្ដងមើលតែប៉ុណ្្នឹងហើយគឺថាសភាពផាន់គេនៅពេលនេះបើមិនស្លាប់ទេក៏ពិការដែរបើថាពកដវិញដឹងមិនមកទេមិនស្រួលដឹងនិយាយថាម៉េចឯងគិតមើលខ្លួនឯងណាខណៈពេលហ្នឹងដែរអាឡៃទៅឈប់កាច់រៀងខ្លាំងពេកហ្នឹងក៏ភ្លេចខ្លួនថាផ្សែងដែលគាត់បានប្រើប្រាស់ដើម្បីបិទបាំងខ្លួនផាន់គាត់មុនហ្នឹងណាគឺប្រើអស់ហើយវារត់សัตว์អស់ហើយដល់ពេលអញ្ចឹងទៅអ្នកទាំងពីរនេះក៏បានដឹងថាចូលសូហ្នឹងគឺជាអ្នកជួយពួកនាងឃើញចឹងដែរគាត់ក៏ព្យាយាមរកលេសនេះរកលេសនោះថាគាត់ដឹងអីទេគាត់គ្រាន់តែដើរកាត់ហ្នឹងដែរតែមិនបាច់កុហកទេទូនប្រាប់ក៏គេដឹងដែរព្រោះថានៅជុំវិញហ្នឹងមានតែចូលសូម្នាក់ហ្នឹងចឹងហើយបើមិនចូលសូជួយតើណាមកជួយទៅហើយពីនោះមកជាងបានឃើញថាពួកគេទាំងពីរក៏ចាប់ផ្ដើមរស់រានមកកាន់គេវិញហើយដែលបានហៅចូលសូចូលទៅកាន់ក្រុមរបស់សាលាដែលជាថ្នាក់រៀនរបស់ពួកគេហ្នឹងយ៉ាងទន់ភ្លន់ខ្លាំងមែនទែននេះក៏ព្រោះតែពួកនេះគឺបានដឹងថាចូលសូជាអ្នកជួយខ្លួនដល់ពេលចឹងទៅយើងកែប្រែអត្តចរិតទៅកាន់គេបន្តិចដល់ទៅពេលឃើញអញ្ចឹងចូលសូផងយើងក៏រៀងស្រឡាញ់កាំងដែរនិយាយទៅភ័យណាស់ដែរហ្នឹងព្រោះនៅសុកមកធ្វើល្អជាមួយនឹងគេអានេះក៏មកចូលសូណាបើសិនជាគ្នាយើងផុសនៅក្រៅវិញឃើញស្រីមកធ្វើល្អចឹងកុំតន់សប្បាយចិត្តខ្លាំងពេកប្រាប់ឲ្យដឹងទៅគេចូលមកបោកទេនិយាយទៅមែនអត់ផុសគ្នាយើង